ជំរាបសួរអ្នកម្ដាយជាទីស្រឡាញ់ទាំងអស់គ្នាមានខ្ញុំអ្នកគ្រូមីជាផ្នែកជំនាញប្រឹក្សាទឹកដោះម្ដាយដែលជួយស្ត្រីខ្មែរនៅកម្ពុជាឲ្យមានទឹកដោះឲ្យកូនមុំបានគ្រប់រូបគ្នាដោយដើមទ្រូងមកគូរបស់អ្នកម្ដាយមិនថាអ្នកម៉ាក់សម្រាលដោយធម្មជាតិសម្រាប់នៃការវះកាត់ត្រៀមសម្រាប់ឬក៏សម្រាប់មកកង្វះទឹកដោះដើមទ្រូងតូចធំចង្ដោះនៅពេលខ្លីទេគឺអាចទៅទឹកដោះបានដូចគ្នាដោយការប្រឹក្សាបង្រៀនដោយដុកទ័រជំនាញនិងអ្នកជំនាញប្រកបដោយវិជ្ជាជីវៈនិងបង្រៀនតាមបែបវិទ្យាសាស្ត្រត្រឹមត្រូវជួយឲ្យអ្នកម៉ាក់បានផលប្រកប 100% ចំពោះទៅលើអ្នកម្ដាយដែលចង់ចិញ្ចឹមកូនបានដល់ធំទោះទៅបំពេញការងារវិញក៏មានទឹកដោះឲ្យកូនមុំនាងខ្ញុំបច្ចុប្បន្នគឺធ្វើការប្រឹក្សានិងជួយផ្សព្វផ្សាយដើម្បីឲ្យស្ត្រីខ្មែរគ្រប់រូបគាត់ទទួលបាននូវចំណេះដឹងមួយនេះទោះបីបងប្អូនស្ត្រីដែលមិនទាន់មានគ្រួសារក៏អាចដឹងពីព័ត៌មាននេះបានគ្នាដែរសម្រាប់បច្ចុប្បន្ននេះគឺអ្នកម្ដាយដែលជាសមាជិករបស់អ្នកគ្រូផ្ទាល់មុននឹងពួកគាត់ជ្រើសរើសត្រៀមចូលជាសមាជិកគឺគាត់បានសិក្សានិងបានការពិគ្រោះយោបល់ជាមួយនឹងអ្នកគ្រូបានច្បាស់លាស់បំផុតអ្នកគ្រូក៏បានណែនាំទៅនឹងឈុតនីមួយៗដែលត្រូវទៅនឹងស្ថានភាពនិងរូបរាងដើមទ្រូងដែលគាត់ត្រូវការប្រើប្រាស់បន្ទាប់ពីកោតជើងទៅហើយគាត់ក៏ទទួលបានការប្រឹក្សាជាមួយនឹងអ្នកគ្រូផ្ទាល់ពេលខ្លះអ្នកគ្រូក៏ទៅប្រឹក្សាជូនពួកគាត់ដល់មន្ទីរពេទ្យដល់ផ្ទះឬក៏អ្នកម្ដាយដែលនៅតាមខេត្តអ្នកគ្រូមិនអាចចុះទៅខេត្តបានទេគឺអ្នកគ្រូមានក្រុម Telegram ផ្ទាល់ខ្លួនដែលប្រឹក្សានៅតាមដានអ្នកម៉ាក់ជារៀងរាល់ថ្ងៃរហូតដល់រយៈពេលពេញ1ឆ្នាំជួយឲ្យអ្នកម៉ាក់គាត់ទទួលបានទឹកដោះពិតប្រាកដទទួលបានភាពកក់ក្ដៅការលើកទឹកចិត្តការមើលថែទាំមិនត្រឹមតែទឹកដោះបានបបមួយកូនមុំប៉ុណ្ណោះទេគឺមានសុវត្ថិភាពចំពោះដើមទ្រូងអ្នកម្ដាយផងដែរព្រោះអ្នកគ្រូឃើញច្រើនខ្លាំងមែនទែនបច្ចុប្បន្ននេះដែលអ្នកម៉ាក់គាត់ជ្រើសសម្រេចចិត្តដោយមិនទាន់បានយល់ច្បាស់ពីការប្រើប្រាស់ម៉ាស៊ីនបូមឬក៏ហៅថាកូនសិប្បនិម្មិតនេះបានត្រឹមត្រូវធ្វើឲ្យគាត់មានការចំណាយខុសទៅពេលដែលចំណាយខុសមិនទទួលបានផលដូចចិត្តធ្វើឲ្យអ្នកម៉ាក់អស់ទំនុកចិត្តនិងបាត់បង់ជំនឿជឿជាក់អញ្ចឹងទុកអ្នកគ្រូនេះគឺជាជំរឿនចុងក្រោយរបស់អ្នកម៉ាក់គ្រប់រូបដែលចង់ជន់កូនដៃទឹកដោះមកពីគ្រូជាមួយនឹងអ្នកគ្រូនឹងស្វាគមន៍ផ្ដល់នៅអ្វីដែលច្បាស់លាស់និងត្រឹមត្រូវជូនអ្នកម៉ាក់ទាំងអស់គ្នា